មើលអត់ឃើញដល់ពេលពួកអ្នកគេពិចារណាមើលគេយល់គេថាអូវាបានតែថាពួកអត់ប្រាប់ផ្លូវដូចបងប្អូនអញ្ចឹងបើថាខ្ញុំថាផ្លូវនឹងកើតមកឲ្យផ្លូវខ្ញុំលោកវាសនាឯងខ្ញុំនិយាយចឹងអត់ជឿទេបើមិនជឿធ្វើម៉េចប្រាប់ខ្ញុំផងខ្ញុំអស់ផ្លូវជួយគិតទាំងអស់គ្នាបាវចនាគណៈបករួមគិតរួមធ្វើរួមសម្រេចឥឡូវដើម្បីធ្វើម៉េចឲ្យដល់អំណាចរបស់រាជនឹងប្របែកអំណាចទាំងអស់ប្រជាពលរដ្ឋមានអំណាចទេបងប្អូនដើរទៅវូមកគ្មានពីណាកត់ឈ្មោះគ្មានពីណាអីទៀតទេមិនមែនថាគណៈបកនេះឈ្នះអញដាក់ខ្សែអញម្ដងអញអត់កត់ឈ្មោះគណៈបកណាក៏កត់ឈ្មោះដែរបើសិនណាជាប្របែកអំណាចប្រយោជន៍ទាំងអស់គ្នាបងមិញក៏សួរខ្ញុំក៏ទៅសេមកខ្ញុំអរគុណបងទៅសេបងសួរសំណួរឲ្យបងបានចូលលុយទៀតមិញឲ្យបងខ្ញុំឃើញกระดาษបងប្រាប់ថាបើសិនណាជាចលនានឹងត្រូវការបងស្មានណាបងជួយខ្ញុំអរគុណណាការពិតទៅមិនត្រូវប្រើពាក្យអរគុណផងព្រោះរឿងទាំងអស់គ្នាមែនតារឿងទាំងអស់គ្នាមិនត្រូវអរគុណអីផងទេមែនហើយខ្ញុំនិយាយឲ្យខ្លីបន្តិចខ្ញុំថាញាតិតែម្នាក់គត់នៅលើលោកនេះគឺម្ដាយខ្ញុំពួកខ្ញុំកំព្រាខ្ញុំតាំងពី6ឆ្នាំខ្ញុំរស់នៅមួយម្ដាយខ្ញុំរហូតម៉ែខ្ញុំគាត់ថាគាត់មិនយកប្តីទេគាត់អោបធៀបឪខ្ញុំរហូតតាំងចរពតរត់ទៅដល់កន្លែងណាគាត់អោបរហូតអីវ៉ាន់អីណាក៏វត្តចោលទាំងអស់ប៉ុន្តែធៀបមិនលែងទេគាត់ថាប្តីគាត់មិនមែនត្រឹមតែប្តីគឺជាគ្រូពីព្រោះក្នុងគ្រួសារក្រណាស់បានឪខ្ញុំបានធ្វើអ្នកមានដល់ពេលអញ្ចឹងគាត់ថាជាតិណាបើមិនជួបឪខ្ញុំឲ្យនៅព្រៅគាត់បង្រៀនអប់រំខ្ញុំតាំងពីក្មេងគាត់ប្រាប់ថាកូនកុំធ្វើនយោបាយគ្មានខុសសោះកូនទៅជាខុសបើកូនចង់ឲ្យម៉ែរស់យូរកូនកុំធ្វើនយោបាយឲ្យសោះទីបំផុតម៉ែខ្ញុំឡើងឈាមចឹងបានខ្ញុំទៅសេប្រវត្តិរូបរបស់ខ្ញុំថាជាតិណាបើថាប៉ុនខ្ញុំមានមែនសូមឲ្យជួបតែម៉ែខ្ញុំបានហើយមិនបាច់ធ្វើអីញាតតែម្នាក់គាត់នៅលើលោកនឹងបានស្លាប់បាត់ទៅហើយខ្ញុំគ្មានអីទៀតទេខ្ញុំអាចរស់បានហើយបងប្អូនយល់អត់បើបងប្អូនមិនយល់ឲ្យខ្ញុំធ្វើម៉េចខ្ញុំដកចិត្តពីបងប្អូនហ្នឹងមានម៉េចខ្ញុំធ្វើឲ្យអស់ចិត្តរបស់ខ្ញុំទៅចឹងបានខ្ញុំត្រឡប់មកវិញគាត់សួរថាតើត្រូវធ្វើម៉េចឲ្យមានប្រសិទ្ធភាពឲ្យខ្ញុំប្រើសកម្មជនប្រភេទណាឥឡូវឲ្យខ្ញុំប្រើសកម្មជនប្រភេទណាខ្ញុំបានសាក់លបងច្រើនយ៉ាងហើយសកម្មជនពេលណាយើងចុះមករដឹងណាល្អណាអាក្រក់បើគាត់ឡើងទៅរយើងហ្មងបានសិតទៅល្អហ្មងស្ដាប់រថយន្តឡើងទៅមកកំភ្លុះបានល្អហ្មងប៉ុន្តែវាកម្រមានអ្នកមានសទ្ធាសម្បយុទ្ធអ្នកដែលភ្ញាក់រលឹកដោយខ្លួនឯងវាកម្រមានតែចុះមកដាស់ដឹងមុខពីណាជាពីណាដូចថ្ងៃមុនគាត់មកលោកប្រធានហើយលោកប្រធានល្អណាស់លោកប្រធានអីខ្ញុំស្ដាប់តាមរថយន្តឮសពបែបសពយ៉ាងអីចឹងទៅគាត់មកពីហ៊ុនសំពេចបោះឆ្នោតទៅជាប់គាត់លេខ1យើងក៏ប្រាប់ពីរបៀបធ្វើរបៀបអីចឹងទៅថាគណៈបកអត់ទទួលខុសត្រូវទេគឺពូអ្នកធ្វើខ្លួនឯងប្រជាពលរដ្ឋជាអ្នកបោះឬអ្នកតម្លាក់ប្រជាពលរដ្ឋនឹងគឺអ្នកឯងត្រូវមើលខ្លួនឯងប្រជាពលរដ្ឋ50%ក្នុងឃុំបើសិនជាផ្ដិតមេដៃគណៈបកយើងឈ្នះឆ្នោតអាចតម្លាក់វិញបានអីនិយាយអូល្អណាស់គាត់នៅស្ដេចក្រុមព្រះប្រកាសគណៈបកភ្លាមគាត់ទៅប្រយបាត់ទៅដល់ពេលអ្នកដែលរើសមកហ្នឹងទៅសួរគាត់ទៅគាត់ថាអូយដឹងធ្វើម៉េចទេបើគេមកគេចេះតែនិយាយអញចង់បោកក្បាលនឹងជាងងាប់ហើយបើគេមកតែនិយាយពេកឲ្យធ្វើម៉េចឥឡូវធ្វើម៉េចបើគាត់អញ្ចឹងហោនៅឯមេសាងនោះពី3នាក់ចេញរបងដែរចេញពីគណៈបកប្រជាជនចូលសំស៊ីចេញពីសំស៊ីចូលហ៊ុនប៉ាច់ចេញសំប៉ាច់ចូលយើងឥឡូវទៅសារភាពចូលគណៈបកសំស៊ីវិញដដែលគេសួរទៅថាអីគេថាំងបើឈ្នះឆ្នោតឲ្យម៉ូតូមួយមើលឃើញអញ្ចឹងថាយើងត្រូវសោះហ្នឹងគ្រាន់តែម៉ូតូមួយយើងទៅជាខុសពេលដែលឃោសនាជាយើងផ្អើលដីហើយទៅធ្វើម៉េចជាទីគាប់ចិត្តរបស់បុគ្គលធឺហ្នឹងគេនិយាយថាយើងអាក្រក់ឲ្យថាទៅអញ្ចឹងបានខ្ញុំសួរថាតើក្នុងកលៈទេសៈហ្នឹងសភាពការបែបហ្នឹងគេថាខ្ញុំគ្មានលុយទេធ្វើម៉េចកើតខ្ញុំថាបងប្អូនណាអ៊ីធនន្តតិបច្ចនន្តតិភ្លឺពីឥឡូវភ្លឺទៅមុខបងប្អូនធ្វើបុណ្យខែភ្លឺបើសិនណាជាម្ដាយឪពុកឃើញគាត់នៅរស់ឲ្យគាត់ប្រសាហើយទៅស្លាប់ទៅមិនដឹងជាយ៉ាងណាទេធ្វើនោះគឺរំដោះចិត្តខ្លួនឯងទេមិនដឹងជាគាត់បានអត់ទេអញ្ចឹងប្រពុតថាម៉េចទេភ្លឺពីឥឡូវភ្លឺទៅមុខល្ងឹតពីឥឡូវល្ងឹតទៅមុខបងប្អូនទៅចាំជាតិមុខឯណាបងប្អូនឃើញអំណាចរបស់ខ្លួនបងប្អូនធ្វើបុណ្យប្រាថ្នាដូចតែគ្នាហ្នឹងដាក់100ទៅប្រាថ្នាឲ្យបានមកវិញមើលតែកន្លែងលុកសង់ហ្នឹងកន្លែងញាត់កូនជ្រូកហ៊ីចឹងធ្វើប៉ុណ្ណឹងទៅបើកវាំងននខ្វាំងទៅឃើញ2 3ភ្នំឯណោះល្ងឹតហ្នឹងបងប្អូនធ្វើសេចក្តីប្រាថ្នាបើបងប្អូនប្រាថ្នាបងប្អូនធ្វើអាភ្លឺបងប្អូនធ្វើសាលារៀនបានសាលារៀនណាបងប្អូនធ្វើអីអាភ្លឺហ្នឹងប្រពុតថាបច្ចុប្បន្នត្រូវអនាគតត្រូវយើងធ្វើដោយយើងចង់ឲ្យកូនសិស្សបានសាលារៀនចិត្តយើងបានបន់ពីព្រោះវិជ្ជាសាលាបន់មានន័យថាធ្វើឲ្យអស់អកុសលធម៌ក្នុងចិត្តដើម្បីឲ្យណដ្ឋិសន្តិបរាំងសុខខាងឲ្យចិត្តយើងវាស្ងប់ដោយសារយើងបានធ្វើសេចក្តីល្អចិត្តនឹងហើយចិត្តស្ងប់នឹងហើយខ្លួនជាមនុស្សចិត្តជាទេវតានឹងហើយដែលនាំទៅយោងកំណើតនៅថ្នាក់ខ្ពស់អបាយភូមិបាត់ផ្លូវហើយសម្រាប់មនុស្សដែលមានចិត្តខ្ពស់ពីព្រោះចិត្តនឹងហើយដែលនាំទៅចាប់ជាតិមិនមែនទេវតាអ្នកកត់ទេហ្នឹងចិត្តហ្នឹងពេលយើងធ្វើសាលារៀនបានសាលារៀនឧបមាថាបើយើងចលនាមួយជាចលនារកអំណាចឲ្យរាជយើងចូលលុយចូលអីទៅមើលធ្វើទៅចិត្តយើងដើម្បីសង្គ្រោះមនុស្សផងគ្នាយើងតាំងចិត្តអញ្ចឹងអានឹងធម្មជាតិធម៌កុសលធ្លាក់ចូលចិត្តអំណាចបានមកយើងទៀតផ្លូវល្អវាត្រូវនៅហ្នឹងបើអាល្ងឹតនោះអូប្រឹងនោះប្រឹងល្ងឹតរកផ្លូវមិនឃើញទេទៅបោះបាយបានទៅបច្ចុប្បន្នឃើញតែស្អិតបែកបាយនឹងពេញវត្តរកកន្លែងមិនឃើញបាយអស់ពីផ្ទះឃើញតែអញ្ចឹងអានឹងល្ងឹតបច្ចុប្បន្នល្ងឹតតែមុខល្ងឹតទេចុះបើយើងធ្វើភ្លឺឥឡូវនេះភ្លឺពេលណាយើងធ្វើចលនាមួយយើងតាំងចិត្តថាយើងធ្វើដើម្បីជួយប្រជាពលរដ្ឋខ្មែរយើង
ខ្ញុំបើកុំតែខ្ញុំមានកំណត់អញ្ចឹងខ្ញុំអត់ធ្វើការទេពួកខ្ញុំដឹងថាសង្គ្រោះមនុស្សគឺជាបុណ្យខ្ញុំឡើងមកសង្គ្រោះធម្មជាតិល្អធម៌ធ្លាក់ចូលទៅក្នុងចិត្តបុណ្យបានទៀតធម្មជាតិធម៌កុសលធ្លាក់ចូលក្នុងចិត្តយើងហើយអានិសង្សក៏បានទៀតអំណាចគឺបានមករៀងបុណ្យក៏បានអានិសង្សក៏បានពួកអំណាចបានមកលើដៃរៀងយើងគ្រាន់តែយករបស់យើងវិញដែរចូលគ្នាធ្វើបន្តិចម្នាក់មកទៅរូទៅអស់លេងឲ្យបរទេសគេគិតមើលឃើញថាខ្មែរមិនល្ងងទេណាពេលដែលនិយាយស្ដាប់គ្នាបានស្ដាប់បានណាតាំងពីដើមរៀងរៀបមកមិនដែលពីណាធ្វើនយោបាយបញ្យលខ្មែរណាមានតែជីកប៉ាល់ហក់បោះសរងទេណានាំតែវែងទេណាឃើញតែម្នាក់មានប៉ុនទេណាវែងទេទុកវាសនាប្រទេសជាតិឲ្យគេគិតហ្នឹងមិនព្រមយកមកលើដៃពេលឥឡូវហ្នឹងបង្ហាញឲ្យបរទេសឃើញថាខ្មែរចេះជួយគ្នាត្រង់កន្លែងហ្នឹងឲ្យខ្ញុំទៅសុំលុយបរទេសខ្ញុំអត់សុំទេខ្ញុំអត់សុំទេខ្ញុំនៅតែអង្គាសលុយខ្មែរហ្នឹងធ្វើហ្នឹងខ្ញុំអត់សុំទេខ្ញុំនៅតែអង្គាសលុយខ្មែរហ្នឹងធ្វើហ្នឹងពីព្រោះអីពួកខ្មែរយើងចូលលុយគ្នាធ្វើបន់បានហេតុអ្វីក៏ចូលលុយគ្នាធ្វើដើម្បីប្រយោជន៍ប្រទេសជាតិមិនបានរឿងអីដែលធ្វើដើម្បីប្រយោជន៍ខ្លួនឯងមិនបានបើខ្មែរធ្វើមិនបានមិនមែនរឿងរបស់ខ្ញុំទេខ្ញុំនៅតែយកខ្សែភ្លើងឆក់ខ្មែរហ្នឹងខ្ញុំប្រាប់ថាបរទេសណាឲ្យតែខ្មែរទៅជុំគ្នាកន្លែងណាកោហើយបរទេសចាំមកគ្រប់គ្រងឯងកុំថាតកោលើកន្លែងត្រូវកោលើកន្លែងខុសក៏បរទេសវាមិនមែនចេះនិយាយខ្មែរថាអ្នកឯងខុសហើយមិនឯងតាមខ្ញុំទេបងប្អូនមើលទៅបរទេសវាស្អប់ណាជាងគេវាចាញ់សង្គ្រាមនៅនឹងពីណាប៉ុន្តែប្រជាប្រដ្ឋខ្មែរទៅកន្លែងនោះច្រើនវាថាអូកន្លែងនោះក៏ល្អដែរវាថាតាមក្រោយអញ្ចឹងទៅដល់ធ្វើម៉េចព្រោះទៅនោះហើយអញ្ចឹងបានថាតម្រង់ការគិតរបស់ប្រជាប្រដ្ឋខ្មែរឲ្យមកម្ដុំសិនឲ្យមកត្រូវសិនតែត្រូវហើយបរទេសអត់ទៅណាទេបងប្អូនតែគេអត់ចឹងទេគេរកបរទេសមុនមកពីអីប្រជាប្រដ្ឋខ្មែរឲ្យតែពើតឡើងហ្នឹងមានបរទេសណានៅពីក្រោយអត់ហាមានបរទេសណានៅពីក្រោយអត់លោកនោះមានបរទេសនៅពីក្រោយអញ្ចឹងគេមិនមែនតែខុសទេគេមានបរទេសនៅពីក្រោយប៉ុណ្ណឹងហើយគំរូនៃការគិតនេះក៏អាក្រក់ម៉េះតែគិតពីរឿងខុសពីរឿងត្រូវគេលែងគិតពីរឿងអាយុគេលែងគិតពីរឿងចំនួនច្រើនគេលែងគិតពីសញ្ញាបត្រគេលែងគិតពីអ្នកមានអ្នកក្រតែរឿងខុសទៅហើយយើងគាត់ត្រូវហើយព្រោះមានបរទេសនៅពីក្រោយមើលគំរូនៃការគិតអញ្ចឹងហ្គាលីលេតែម្នាក់ឯងផែនដីមានរាងមូលអ្នកបដៅសាសនាពិភពលោកទាំងអស់គ្នាមកកើថាហ្គាលីលេខុសទីបំផុតហ្គាលីលេត្រូវតែនិយាយពីរឿងត្រូវរឿងខុសពិចារណាកន្លែងហ្នឹងឈប់និយាយថាហីលោកនឹងគាត់ត្រូវព្រោះគាត់មានបរទេសនៅពីក្រោយឈប់ទៅពិចារណាលើអាកំណត់ហ្នឹងហ្មងលើកំណត់ហ្នឹងហ្មងថាខុសឬត្រូវទៅឬមិនទៅរឿងរបស់បងប្អូនតាតស៊ូមួយដៃមួយជើងម្នាក់ព្រឹបអស់អាលីងហ្មងឲ្យឃើញតែខ្មែរចេះយល់ត្រូវពិតប្រាកដឲ្យតែគេនិយាយឲ្យត្រូវហើយខ្ញុំសួរថាប្របាក់អីបរទេសគេនិយាយថាម៉េចទេខ្មែរយើងគេថាលេបទាំងមូលបខំពេកលេបបានប៉ុន្តែថ្ងៃណាមួយខ្ពុលវិញព្រោះវាមានគំរូកម្ពុជាក្រមជាគឺតែលេបខ្លាំងពេកលេបបានប៉ុន្តែថ្ងៃណាមួយខ្ជាប់វិញលេបខ្មែរខ្លាំង87រត់ទៅនោះលេបខ្លាំងឃើញមានស្តុកអូច្រើនណាស់នេះចង់យកដីអញតាដឹងខ្លួនដល់ដឹងខ្លួនរត់ប្រូចទៅនោះដល់រត់ប្រូចទៅនោះគេដកវិញគេថាម៉េចទេដូរយុទ្ធវិធីដាក់ថ្នាំបន្ទន់ឆ្អឹងរួចលេបទាំងមូលដាក់ថ្នាំបន្ទន់ឆ្អឹងរួចលេបទាំងមូលទោះបីខ្មែរដឹងក៏ដោយយូរវាទន់ជើងទន់ដៃអញ្ចឹងដល់ពេលទន់ជើងទន់ដៃដឹងអាណាជួយអាណាបន្តិចទៀតមានអាការទៅខាងនោះទៅរៀងលឿនបន្តិចបានស្រួលលែងគិតហើយវាទន់ឆ្អឹងហើយឥឡូវចិត្តទន់ណាចិត្តទន់ទេតាគេថាម៉េចទេស្រួលពេកហ្នឹងគេហៅស្រួលពេកបើតាណាជាគេវាយរត់ទៅនៅក្នុងព្រៃដោយណាប្រត់មើលបំងើបឡើងលើដល់ពេលស្រួលពេកនេះគ្រាន់តែកេះគ្នាបន្តិចម្នាក់តាមភូមិនេះគ្រាន់តែចូលលុយជួយគ្នាបន្តិចបន្តួចអីហ្នឹងធ្វើមិនកើតទេស្រួលពេកហ្នឹងគេហៅស្រួលពេកបើតាណាជាគេវាយរត់ទៅក្នុងរកកន្លែងដេកពួនមិនកើតងើបទៀតដែរខ្មែរយើងអញ្ចឹងខ្ញុំថាឲ្យអញ្ចឹងពួកអីខ្ញុំចង់ផ្ដាច់អាកំណត់អសកម្មហ្នឹងចេញហើយបើបងប្អូនទៅក៏ទៅបើបងប្អូនទៅក៏ឲ្យទៅអាហ្នឹងរឿងបងប្អូនមិញគាត់សួរថាតើធ្វើម៉េចឲ្យចលនាហ្នឹងវាលឿនបន្តិចខ្ញុំប្រាប់ថាឥឡូវនេះណាទាំងអ្នកផ្ដាច់ការចេញមុខទាំងអ្នកផ្ដាច់ការជ្រកក្រមផ្លាកប្រជាធិបតេយ្យព្រួតគ្នាមិនស្ទើរទេជាមួយខ្ញុំហ្នឹងខ្ញុំធ្លាប់និយាយតាវត្ថុសបុកឃុំខ្ញុំជួល1ម៉ោង100លុយខ្ញុំដល់ចុងក្រោយគេថាម៉េចហ៎មុខខំវាសនា$1000ក៏មិនជួលដែរឲ្យតែមានមុខខំវាសនាពីពួកខ្ញុំអាសាវាយគេខ្ញុំអាសាវាយពួកខ្ញុំគ្មានត្រូវការគ្រប់គ្រងផងខ្ញុំត្រូវការវាយខ្ញុំថាឥឡូវឧទាហរណ៍វត្ថុសម្បុកឃុំសង្គមប្រជាធិបតេយ្យត្រធងពុទ្ធសាសនាខ្ញុំលើកឧទាហរណ៍ចឹងចុះទៅជីកដងទឹកហ្នឹងបានរួចហើយណាបើយើងនិយាយពីប៉ុនបានរួចហើយណាចប់សពគ្រប់ទាំងអស់ហើយយកសលេងហ្នឹងមកចាក់ភ្ញៀវខ្ញាធ្វើអីចាក់ភ្ញៀវខ្ញាធ្វើអីប្រពុតធ្វើប៉ុនដើម្បីបំបត្តិអញបំបត្តិលោកធម៌លៀបយុះតសាហ្នឹងសុកលោកធម៌ហ្នឹងសុកដែលកើតមកពីសេចក្តីល្មាស់ហ្នឹងនេះអាយុះតសាលៀបយុះតសានេះជីកដងទឹកបើយើងធ្វើប៉ុនចប់រួចហើយព្រោះចិត្តក្នុងយើងកត់ត្រានៅប៉ុនរបស់យើងទុករួចហើយរឿងអីហូផឹកទឹកឲ្យឆ្ងាញ់ហ៎ឯងជួល1ម៉ោង100យកអាម៉ោងចង់យកទៅនិយាយយកទៅអូឆ្ងាញ់ទឹកស្អីឃើញហើយប្រជាប្រដ្ឋអូយលោកល្អណាវែងសួមបោះឆ្នោតឲ្យទៀតល្ងឹតតែឆឹងទៅជួយអីកើតល្ងឹតតែឆឹងណាដូចមនុស្សខ្វាក់អញ្ចឹងលឺគេអូម៉ូតូបុកគ្នានៅចុងភូមិមកអញទៅចុះទៅជួយគ្រាន់តែ3 4កម្មចដាមកធ្លាក់ផ្កាប់មុខនៅនោះតែណារួចបើល្ងឹតតែឆឹងអញ្ចឹងអត់ដឹងជួយប្រទេសជាតិមិនផងហ្នឹងគ្រាន់តែចេះនិយាយតែពីបញ្ហាហ្នឹងខ្ញុំដឹងណាដល់ពេលអញ្ចឹងខ្ញុំចេះតែព្រួយបារម្ភណា
ហើយតែពេលចឹងខ្ញុំថាគេមកជួលខ្ញុំថាអ្នកដៃការចេញមុខនិងអ្នកដៃការជ្រកក្រមផ្លាកជាទៅបតៃម្ដងនេះគឺចេញមកឲ្យសពហ្មងហើយគេថាអីអត់ទេអែបខាងនេះសិនហួចវាយខាងមួយឲ្យដួលហួចទៅខាងមួយទៀតខ្ញុំថាហ្នឹងស្ទីលចាស់គេថានយោបាយស្រុកខ្មែរគេធ្វើចឹងខ្ញុំថានយោបាយស្រុកខ្មែរធ្វើចឹងដែររីកចម្រើនពីថ្ងៃណាមកដែររីកចម្រើនពីថ្ងៃណាមកមនុស្សអាក្រក់សោះយើងទៅថាល្អដល់ថ្ងៃក្រោយមកគេដឹងគេថាទាំងយើងនឹងទៀតថោកទាំងយើងទៀតគេថាយើងនឹងមនុស្សខូចចឹងកាលពីមុនមិនគុំថាអាក្រក់ខ្ញុំថាសំរៀងស៊ីនឹងចេះចុះតាំងក្នុងគណៈបកផងនៅលួចថាខ្ញុំថាអត់ថាចុះតមន់តែខ្ញុំអត់ថាទៀតមិនងាប់ខ្ញុំថាហើយខ្ញុំថាដល់ពេលឥឡូវខ្ញុំថាច្រើនពេកគេលែងជួលប៉ុស្តិ៍របស់ខ្ញុំមិនជួលប៉ុស្តិ៍90ហ្នឹងខ្ញុំថាបើលខោនល្អខ្ញុំតាំងចិត្តខ្ញុំថាកម្មវិធីរបស់ខ្ញុំធ្វើម៉េចឲ្យល្អលខោនយើងលេងឲ្យល្អបើគេមិនឲ្យលេងនៅភ្នំពេញតែលេងនៅភ្នំអូរ៉ាល់ខ្ញុំសង្ស័យតែក្មេងខ្វៀលគោតែមើលយូរគេហៅម៉ែគេម៉ែឯងទៅស្ដាប់ហើយដល់តែយូរវល់ផ្អើលភ្នំអូរ៉ាល់គេវាយទម្លាក់រោងភ្នំអូរ៉ាល់ទៀតអារឿងសេចក្តីពិតនេះណាលំបាករស់ណាស់ប៉ុន្តែយើងត្រូវលើកទង់ជ្រងកាន់សេចក្តីពិតមិនទម្លាក់សោះឡើយពីព្រោះអីអំពៅវាផ្អែមមិនមែនវាធ្វើផ្អែមទេអាធម្មជាតិឈឺឆ្អាលគេនឹងជាធម្មជាតិរបស់មនុស្សល្អទោះបីឲ្យឈប់ក៏ឈប់កើតដែរអញ្ចឹងបានខ្ញុំចេះសួរគេថាឧបមាថាយើងស្ដីឲ្យគេឃើញពួកម៉ាក់កូនមកចេះស្ដីឲ្យគេអាកូនប្រាប់យើងម៉ែឪម៉ែឯងចេះយកសេចក្តីសុខផងចេះរកប្រយោជន៍ផងចេះដើរស្ដីគេនាំគេស្អប់យើងសួរកូនវិញថាចុះបើម៉ែត្រូវបានគេស្អប់ពីព្រោះតែម៉ែធ្វើល្អនិងម៉ែត្រូវបានទទួលសេចក្តីស្រឡាញ់ព្រោះម៉ែមានល្បិចកលកូនយកអាណាសពថ្ងៃនេះគេត្រូវការមានល្បិចកលដើម្បីឲ្យប្រជាពលរដ្ឋគាំទ្រតែមើលតិចទៅធ្លុះហើយអត់យូរទេដោយអ្នកខ្លាំងខ្ញុំថាឆ្លៀតឲ្យរហូតខ្ញុំលាចេញពីសភាហ្នឹងពីពួកខ្ញុំត្រូវការជួបរាជខ្ញុំគ្មានឱកាសជួបរាជថាស្អីក៏យករាជដាក់ពីមុខដែរគ្រាន់តែលាចេញពីសភាណទៅនៅស្រុកក្រៅបាត់ចង់កន្លះឆ្នាំហើយរាជចេះតែគាំទ្រទៅចេះទៅអញ្ចឹងហើយចេះតែល្អតែល្ងិតល្ងងហើយពីណាទៅទាញក៏មិនឈ្នះដែរអញ្ចឹងបានខ្ញុំប្រាប់ថាផ្ដល់តម្រុយក្នុងការគិតដល់ប្រជាពលរដ្ឋឥឡូវយើងត្រឡប់មកវិញឥឡូវបើស្នាជាបងប្អូនយល់ថាត្រូវហើយពង្រីកទៅជួយកេះគ្នាទៅខ្ញុំឲ្យខ្ញុំធ្វើម៉េចឲ្យខ្ញុំចងក្រងបងប្អូនគាត់ថាលោកវាសនាអើយតេឡេហ្វូនមកជួបមកចុះមកខាងនេះតិចមកបើមិនមកចុះមកខាងនេះទេប្រជាពលរដ្ឋគេមិនបោះឆ្នោតឲ្យទេខ្ញុំថាអត់ទៅរួចពីព្រោះម្ដងនេះខ្ញុំមិនមែនធ្វើមួយខែទេមិនមែនធ្វើមួយស្រុកដូចមុនខ្ញុំធ្វើមកប្រទេសខ្ញុំទៅអត់រួចទេហើយវែងនេះខ្ញុំចុះញឹកជាងគេផងបើបងប្អូនថាចាំតតែខ្ញុំចុះមកបានជឿតើឲ្យខ្ញុំចុះប្រមាណបងប្អូនជួយពិចារណាមើលតើប្រមាណខែខ្ញុំត្រូវចុះអញ្ចឹងខ្ញុំថាស្ដាប់រadiosរួចពិចារណាដោយខ្លួនឯងទៅបើបងប្អូនយល់ថាត្រូវហើយកេះគ្នាស្ដាប់ទៅជួយគ្នាម្ដាយមួយជើងម្នាក់ទៅពេលណាបងប្អូនអត់អាចកេះគ្នាបានតិចបំផុតកុំឲ្យទម្ងន់ដល់គេយល់ខ្លួនឯងស្ដាប់ខ្លួនឯងផងបើនៅលើទូកហ្នឹងមិនបានធ្វើអីកុំយកជើងរៀបទឹកបើនៅក្នុងហ្នឹងហើយនៅក្នុងប្រទេសហ្នឹងហើយបើថាមិនអាចជួយពីណាបានកុំឲ្យទម្ងន់គេសូមស្ដាប់ឲ្យយល់ខ្លួនឯងទៅមិនបាច់ជាអូគេទាញបើបងប្អូនមានកម្លាំងជួយហៅគ្នាទៅបើបងប្អូនអាចមានសមត្ថភាពជួយបញ្យល់ដោយបងពេជ្រអញ្ចឹងគាត់លឺគាត់មកដោយព្រះអង្គព្រមធម្មជាតិអញ្ចឹងព្រះអង្គនៅភ្នំអូរ៉ាល់ព្រះអង្គលឺព្រះអង្គមកណាពួកនិស្សិតពួកអីទាំងអស់ហ្នឹងធ្វើការអត់មាននេះពួកយើងនៅមានមួយក្រុមទៀតទៅខាងនោះយើងបដោះកូនខ្មែរអញ្ចឹងបានខ្ញុំនិយាយប្រាប់ពួកនិស្សិតថាអូនកុំភ័យកុំខ្វល់ពីរឿងអូនមានលុយឬមិនមានលុយពីព្រោះបងក៏គ្មានលុយយកទៅទិញប្រជាពលរដ្ឋដែរបងគ្មានទិញទេបើបងគ្មានទិញបងក៏គ្មានត្រូវការលុយអីពីប្អូនណាចាំតែឈរតំណាងរាស្ត្រតែហ្មងទៅឲ្យតែប្អូនជាធាតុសម្រាប់កសាងសង្គមទី1គឺសិលធម៌ទី2គឺសមត្ថភាពតាពីរហ្នឹងបានហើយមិនបាច់យកលុយមកឲ្យពីព្រោះបងគ្មានត្រូវការយកលុយទៅទិញរាស្ត្រដែរមានត្រូវការយកលុយធ្វើអីសំខាន់លុយជួលរថយន្តចាំមើលតែបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងបានហ្នឹងពួកនោះវិចប្រវិចមកហើយតែវិចប្រវិចមកដូចគេលៀបម៉ាកយាយអញ្ចឹងស្អាតតែហ្មងមិនដឹងជាពីណាល្អណាក៏អូយវាសនាហើយវាសនាខ្ញុំចង់មកលេងតែវាសនាឯងយូរហើយប៉ុន្តែវាអត់ទាន់មានពេលមកចេះចោះតែចឹងមកហើយគេថាផ្ទះអ្នកធំណាសិតតែកម្រងផ្កាហ្មងមុខនឹងស្អាតទាំងអស់អត់មានពីណាក្រក់ឯងឮតែនិយាយលោកនេះចេះលោកល្អចេះតែលោកធ្លាក់ប៉ុនចោះលោករកប៉ុនឲ្យគេលែងបានចោះជេរឯងផ្អើលតងផ្អើលទីងទាំងអស់គ្នានឹងចាំមើលអញ្ចឹងលោកប្រធានល្អលោកនេះល្អលោកនោះល្អចាំតែអស់អំណាចឲ្យអ្នកឯងហើយគឺមិនបាច់ទេអញ្ចឹងបានទ្រឹស្ដីរបស់ Machiavelli មនុស្សខូចដែលគាត់បង្រៀនឲ្យមេដឹកនាំឲ្យខូចណាសភៅគាត់ទៅសេដព្រីនណាគាត់ថាមនុស្សលោកមនុស្សធម្មតាហ្នឹងណាគេមិនសូវគិតអំពីមធ្យោបាយក្នុងការនាំទៅរកជ័យជំនះទេគេច្រើនតែគិតអំពីលទ្ធផលតែបានជ័យជំនះហើយដឹងតែពីល្អឯងចង់លួចឯងចង់ប្រឡំឯងចង់អីក៏ដោយមនុស្សគិតតែពីលទ្ធផលនេះអញ្ចឹងបានមេដឹកនាំសប្តាហ៍ថ្ងៃគាត់ធ្វើមិនក៏ដោយឲ្យតែបានលទ្ធផលស្ដាច់ទេអញហ្នឹងគឺអញ្ចឹងហ្មងពួកប្រជាពលរដ្ឋយូរទៅឯងធ្វើនយោបាយឲ្យអត់ឈ្នះយូរហើយគ្មានកើតទេអាអ្នកកើតហ្នឹងចង់ឲ្យធ្វើអីក៏ដោយអញ្ចឹងពួកទម្លាប់របស់មនុស្សអញ្ចឹងហើយគេប្រើទ្រឹស្ដី Machiavelli គាត់ថាម៉េចមនុស្សមានលក្ខណៈជាសត្វផងជាមនុស្សផងមនុស្សណាស៊ីធម៌មនុស្សឲ្យធម៌មនុស្សណាស៊ីធម៌សត្វឲ្យធម៌សត្វបើយើងវាមិនសូវចេះប្រើលក្ខណៈពីរហ្នឹងធ្វើមនុស្សផងធ្វើសត្វផងត្រូវរកអាមីអាថោងយកមកធ្វើសត្វ
យើងត្រូវធ្វើមនុស្សដោយមានគុណធម៌ប៉ិនកុំមានណាធ្វើដោយមានគុណធម៌ធ្វើដោយស្រឡាញ់រាជចឹងប៉ិនយកម្នាក់ទៀតធ្វើសាហាវនៅក្បែរខ្លួនឧបមាថាគេមករកសុំលុយខ្ញុំអញ្ចឹងណាខ្ញុំថាអូមានអីឲ្យនេះទៅចូលយកសេចក្ដីខ្ញុំសេចក្ដីខ្ញុំប៉ិនប្រាប់នៅផ្ទះរួចហើយណាអញដើរចេញកុំឲ្យអញដើរចេញកុំឲ្យដល់ពេលយើងអត់ឲ្យតាមតលោកវាសនាមនុស្សគាត់ល្អចង់ងាប់ប៉ិនអាមួយហ្នឹងហ្មងយ៉ាប់បើវាខុសគ្នាវានៅមួយនេះអត់កើតទេត្រូវចាំហ្នឹងបើវាខុសគ្នានៅមួយនេះអត់កើតទេត្រង់ហ្នឹងដែលខ្ញុំចេះតែប្រាប់បងប្អូនថាសម្ោលមើលយើងចេះតែប្រឆាំងអេងឆៃអៀងថាអេងឆៃអៀងមិនល្អសំនឹងស៊ីល្អតាមតែអេងឆៃអៀងមិនល្អមនុស្សពីរនាក់នោះស្អិតដូចអីចឹងបើពុតប្រាប់រំគ្រូនៃយើងថាមេរៀនរបស់តថាគតណាបើសូត្រចាំមាត់រួចប្រតិបត្តិអត់បានអត់ប្រយោជន៍ទេបើពុតថាបណ្ឌិតនៅជាមួយពីលមិនបានទេយកទៅពិចារណាមើលហើយសប្ថ្ងៃឲ្យតាណាយកដីតាមមកសម្ដេចមិនទេយកទៅឲ្យសម្ដេចដោះស្រាយអូយហើយឃើញទេគាត់អាកូនចៅនៅវាខូចងាប់ហ่ะខ្ញុំប្រាប់បើសិនណាជាយើងបដោបការងារទាំងអស់យើងត្រូវទទួលខុសត្រូវទាំងអស់បាត់ខ្ញុំទទួលខុសត្រូវទាំងអស់ថាមកផ្ទះហ្នឹងខ្ញុំអ្នករើសទាំងអស់អ្នកចាត់ចែងពេលខុសខ្ញុំទទួលខុសត្រូវទាំងអស់រឿងអីតែបន្ទោសតែក្រមនៅស្រុកប្រជាធិបតេយ្យព្រោះអញ្ចឹងគេបបែកអំណាចបែកការទទួលខុសត្រូវឲ្យរាជគាត់អ្នកទទួលខុសត្រូវព្រោះគាត់ជាម្ចាស់ប្រទេសអ្នកឯងរើសអ្នកឯងតម្លាក់ទៅវិញដោយខ្លួនឯងកុំមកបន្ទោសពីណាឲ្យសោះណាស្រុកប្រជាធិបតេយ្យអំណាចទាំងអស់នៅលើប្រជាពលរដ្ឋឲ្យយល់ពីបញ្ហាហ្នឹងពេលណាបងប្អូនបបែកអំណាចហើយបងប្អូនចាំមើលបងប្អូនមានសិទ្ធិហើយចាំមើលបរទេសទៅវារត់កប៉ាងជើងបងប្អូនមិនបាច់ភ័យទេវារត់ទៅឯងរត់អស់មកកភ្លុះហ្មងអាណាមិនចេះនិយាយខ្មែរមិនច្បាស់នោះវារត់ទៅឯងហ្មងនៅសល់តែនិយាយក្បែរអានឹងចាំគិតទៀតយើងធ្វើមិនក៏ដោយគេថាអ៊ំទូកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកសំខាន់គឺសង្គ្រោះខ្មែរបានមិនសំខាន់អ្នកណាឈ្នះអ្នកណាចាញ់ទេបងនយោបាយគឺជាសិល្បៈនៃការធ្វើបានសម្រេចឲ្យតែអំណាចរាជបានសម្រេចសម្ដេចយុរដ្ឋមន្ត្រីហ៊ុនសែនក៏បានសំរងស៊ីក៏បានរណរដ្ឋក៏បានឲ្យតែគាត់ធ្វើបងប្អូនត្រូវដឹងមនុស្សយើងតែចាស់យូរទៅគិតឃើញឧបមាថាគាត់ខូចពីមុនមកប៉ុន្តែពេលចាស់ទៅគាត់គិតឃើញមនុស្សយើងចិត្តស្លាប់នឹកឃើញសេចក្តីស្លាប់នឹងធ្វើឲ្យមនុស្សស្លុតនឹកឃើញដូចឆាន់អាមាតចឹងពេលណាប្រពុតបរិនិព្វានភ្លាមឆាន់អាមាតប្រោះបានហ្មងពួកអាមកផឹកនឹងនឹកឃើញមនុស្សយើងជួនកាលថ្ងៃមួយសាហាវថ្ងៃមួយឈឺខ្លាំងចិត្តស្លាប់នឹកឃើញត្រូវទុកឱកាសឲ្យមនុស្សធ្វើល្អកលៈទេសៈស្រុកយើងត្រូវធ្វើនយោបាយអញ្ចឹងសិល្បៈនៃការធ្វើឲ្យបានសម្រេចគុំចាំទាល់តែយើងគេក៏ដោយឲ្យតែសម្រេចបំណងរបស់រាជបើស្នាជាគេធ្វើជោគជ័យយើងទ្វេដងយើងអត់សូវហត់អានឹងបើយើងពិតជាស្រឡាញ់ជាតិមែនបើស្នាជាយើងស្រឡាញ់អំណាចទាល់តែបានយើងអាខ្លួនឯងនិយាយទៅតបដោយរត់យោទាល់តែអញនិយាយប៉ុន្តែខ្លួនឯងនិយាយទៅតបស្ដាប់មិនបានផងទុកឲ្យគេអ្នកបកកាយនិយាយទៅជួយបានជាប្រយោជន៍ខ្មែរយើងវាទាល់តែអញហ្នឹងលះអញនឹងបានហើយប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គធ្វើបន់ដើម្បីលះអញហ្នឹងហើយបើយើងអញឲ្យសំពងមើលទៅឃើញកធីងហើយមិនក៏ទៅតាមផ្លូវប្រពុតរួចអត់ទៅរួចទេបងប្អូនត្រូវរៀនមើលនេះមិនទេពូមិញខ្ញុំសុំសង្ខេបបន្តិចរឿងពាក្យរបស់ពូមិញគាត់ថាខ្ញុំឲ្យតែពីណាជួយឲ្យបានហិចម្រើនខ្ញុំតាមរហូតឲ្យតែមានទឹកធ្វើសែមានបន្លាយទឹកតអានឹងទៀតតអានឹងទៀតតែគេសន្យាតាំងទៅទៀតលើខ្ញុំប្រាប់ថាបើអត់បានអំណាចទេពូអានោះអត់បានទេតើអត់បានអំណាចអត់បានទេហើយបើពូនៅតែរឹងមុនបងបើពូមិនយល់ណាបើពូមិនយល់ខ្ញុំបញ្យល់ឲ្យយល់បើពូយល់ហើយពូនៅតែមិនព្រមអានឹងចែកផ្លូវគ្នាគឺថាពូមានគណៈបកសម្រាប់គ្រប់គ្រងយើងសម្រាប់ក្រុមយើងដែលហៅថាចលនាប្រជាធិបតេយ្យបានទាល់តែចលនានឹងមានប្រយោជន៍ទាំងអស់ហើយយើងស្ដាប់ទៅអ្វីដែលជាអំណាចរាជប្រយោជន៍ទាំងអស់គ្នានឹងបើអត់ប្រយោជន៍ទាំងអស់គ្នាទេក្រុមនឹងអត់ប្រជាធិបតេយ្យទេបើប្រយោជន៍នឹងសម្រាប់តែក្រុមទូចមួយទេក្រុមគ្រួសារទូចមួយទេគេហ៊ានប្រើលុយទិញហើយតែទាំងអស់គ្នាហើយគ្មានពីណាប្រើលុយទិញទេគ្រាន់តែចង់ជួយគេសោះណាបើសិនណាជាគេមិនឲ្យជួយហើយយើងនៅតែរ៉ែអានឹងមិនជួយតែចង់ជួយគេសោះគេមិនឲ្យជួយមកទៅផ្ទះវិញឧបមាថាមនុស្សម្នាក់លួងទឹកដាក់ឈើមិនតោងអីមិនតោងចង់ដោះកៅអៅលោតតោងកងាប់ខ្ញុំលើកឧទាហរណ៍បរទេសមួយវាថាខ្មែរជួយអត់ឡើងវាថាចឹងជួយអត់ឡើងវានិយាយថាជួយអត់ឡើងដឹងវាមិនទេមានអង្គការមួយគេដាក់កម្រងគេថាខ្ញុំចង់ជួយខ្មែរដល់ហើយព្រោះកាលពីមុនមកគ្មានណាជួយខ្មែរខ្ញុំថាចឹងសាកមើលទៅគេជួយខាងចិញ្ចឹមត្រីចិញ្ចឹមធុកមន្ទាគេហៅប្រជាពលរដ្ឋមកមុនដំបូងបង្រៀនអាហ្នឹងគ្រាន់តែចេញហៅមកភ្លាមអង្គការហ្នឹងមានឲ្យលុយអត់នោះណាមានឲ្យលុយអត់វាថាបើមើលទៅបើមិនឲ្យលុយទេដូចមិនឲ្យស្គរគ្រាប់ហូបទេប្រហែលជាមិនបានប្រជុំទេអញ្ចឹងឲ្យស្គរគ្រាប់ហូបសិនណាឲ្យ$3ម្នាក់មកប្រជុំមក100គេប្រជុំមកអញ្ចឹងគេបង្រៀនពីរឿងចិញ្ចឹមត្រីបង្រៀនអីអញ្ចឹងហើយណាហើយគេប្រាប់ថាឥឡូវបើបងប្អូនចង់ខ្ចីលុយគេមានទុនគេឲ្យខ្ចីគេដាក់ប្លង់ផ្ទះដាក់អីដាក់ស្រែដាក់អីអញ្ចឹងមកណាគេខ្លាចយើងហើយគេយកទៅដើមវិញគេអត់យកការអីទាំងអស់គាត់ថាម៉េចទេអើយលោកឲ្យលោកបើមិនណាច់តែជួយអស់ហ្មងមិនបាច់យកផ្ទះយកអីបើថាជួយបើមិនចឹងមិនបាច់ជួយអានឹងតាមជួយទៀតតាមជួយអញ្ចឹងក៏យកលុយឲ្យខ្ចីអញ្ចឹងក៏ខ្ចីទៅខ្ចីហើយតែប្រាប់រៀនសូត្រឲ្យគាត់ធ្វើអីចឹងដល់ឲ្យធ្វើអញ្ចឹងប្រហែលខែក្រោយមកទៅតាមមើលគាត់
ទៅតាមមើលគាត់ចាំត្រីចាំអីនោះណាអូលេងបៀចុងភូមិអាគេប្រាប់ថាបាច់កបោបាច់ជាគាត់មិនបាច់ទេឯងទៅជួយបាច់ទៀតដល់តែពេលអញ្ចឹងត្រីមានរស់ហើយណាគាត់អត់ជួយខ្លួនគាត់ងាប់ទាំងអស់ហ្នឹងអាទុនឯងក៏អស់អាជួយក៏ជួយមិនបានពង្រៀនឲ្យចេះស្ទូចត្រីហើយសុំលុយទិញដងសទូចទិញផ្លែសទូចឲ្យលុយទិញដងទិញផ្លែសទូចរួចហើយសុំលុយទិញនុយឲ្យលុយទិញនុយទៀតសុំលុយជិះម៉ូតូទៅស្ទូចទៀតសុំទោជួយអត់បានទេជួយរបៀបហ្នឹងជួយងាប់ទាំងខ្លួនទៀតជួយអត់បានទេជួយធំតែពង្រៀនស្ទូចត្រីហ្នឹងចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងបានខ្ញុំគេសួរថាលោកវាសនាលោកវាសនាឯងចំណាយអស់មួយខែប៉ុន្មានខ្ញុំថាចិត្ត$2000ងាប់អូយទៅនិយាយបានការអីលោកអើយមួយខែ$2000ជីកដណ្ដងទឹកក៏ចាំខ្ញុំបោះឆ្នោតឲ្យទីដណ្ដងទឹកក៏បានទឹកផឹកទាំងអស់យកទៅធ្វើអាហ្នឹងខ្ញុំថាអត់ទេក្នុងនាមជាអ្នកដឹកនាំអត់ហ្មងបើថារឹងច្បាស់ហើយគឺថាការបញ្យលនាំឲ្យងើបប្រទេសបានគឺនៅតែកន្លែងហ្នឹងច្បាស់ណាស់អត់ទេសកម្មជនរបស់យើងលោកវាសនានឹកខ្ញុំចោះទៅឃុំនេះគាត់ថាបើចែករថយន្តគាត់ខ្លះគឺគាត់ព្រមបោះឆ្នោតឲ្យយើងខ្ញុំថាមិនបាច់ទេទុកឲ្យងាប់ហ្នឹងទៅទុកឲ្យទៅងាប់ហ្នឹងទៅបើមនុស្សចឹងហើយជួយមិនបានទេបងប្អូនជួយមិនបានទេកុំចង់ឈ្នះខ្ញុំធ្លាប់អស់ហើយជួយមិនបានទេពេលណាយើងឲ្យរថយន្តឯងទៅដល់មួយខែក្រោយស្រាប់តែមើលហើយណាមីងរថយន្តយកអស់ថ្មឲ្យនោះជួនៅកន្លែងនោះឡើងទៅលើផ្ទះមានទូទួងខ្យល់កោជួយមិនបានទេណាបងប្អូនតោះតែជួយខ្លួនឯងសិនកុំចង់ជួយគាត់នៅពេលដែលគាត់មិនជួយខ្លួនឯងបើគាត់មិនជួយខ្លួនឯងទេទៅមិនរួចទេសូមអរគុណបាទសូមអរគុណឥឡូវនេះជាចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងការជជែកវែកញែកគ្នាទាក់ទងនឹងកម្មវិធីដែលអង្គការបានលើកឡើងពិសេសគឺទាក់ទងនឹងស្ថានភាពនយោបាយនិងបញ្ហាប្រជាធិបតេយ្យនៅក្នុងសង្គមខ្មែរយើងហើយក៏តាក់ទងនឹងពុទ្ធសាសនាដែលលោកកឹមពេជ្របានជួយបកស្រាយមួយចំនួនហើយជាពិសេសទៀតសូមថ្លែងអំណរគុណចំពោះលោកប្រធានក្រុមប្រឹក្សាឃុំឬក៏ក្រុមប្រឹក្សាឃុំអង្គររាជទាំងអស់ដែលបានផ្ដល់ទីកន្លែងនេះជូនដល់អង្គការបណ្ដុះបណ្ដាលអភិវឌ្ឍដើម្បីជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋនិងសូមថ្លែងអំណរគុណចំពោះបងខាងប៉ូលីសដែលជួយការពារផ្នែកសន្តិសុខដើម្បីឲ្យដំណើរការវេទិកាយើងនៅក្នុងថ្ងៃនេះបានដំណើរការពីចាប់ដើមរហូតដល់ទីបញ្ចប់ប្រកបដោយសន្តិភាពបាទសូមអរគុណនិងសូមបញ្ចប់កម្មវិធីថ្ងៃនេះបាទ